Sông chuồn rướng Palos Masnai ភាគទី13 វគ្គទី1ត្របបភ្នែកស្ដាងប្រឹងបើកយ៉ាងលំបាកភ្នែកស្រវាំងព្យាយាមគឺបើកមើលនឹងបរិយាកាសនៅជុំវិញខ្លួនធានមីមើលមិនឃើញអ្វីក្រៅពីភាពងងឹតនិងធ្លាក់ចុះមកនោះទេនិងមើលទៅវាដូចជាកាន់តែគឺធ្លាក់ខ្លាំងឡើងផងដែរបន្ទាប់ពីដឹងថាខ្លួនឯងកំពុងតែដេកផ្អែកនៅលើដើមស្រល់ធំមានព្រិលធ្លាក់មកលិចត្រឹមដើមទ្រូងភាពរងាត្រជាក់ក៏រត់ចូលមកដល់ទើងបេះដូងរាងកាយដែលនៅក្នុងកំណើព្រិលក៏រងាឡើងស្ពឹកសឹងតែកម្រើកមិនបាននាងមិនដឹងថាខ្លួនឯងដេកសន្លប់នៅត្រង់នេះប៉ុន្មានម៉ោងនោះទេនៃខ្ញុំនៅណាតើសំឡេងរបស់នាងទៅជាខ្សោះគ្រប់ពាក្យសម្ដីដែលប្រឹងនិយាយចេញមកនោះវាលំបាកខ្លាំងណាស់ព្រោះតែបបោមាត់ស្លេកស្លាំងសឹងតែកម្រើកមិនបានដកដង្ហើមម្ដងគឺមានតែផ្សែងចេញពីភាពរងាត្រជាក់រសាត់ចេញមកនាងបិទភ្នែកព្យាយាមរកនឹកការចងចាំចុងក្រោយហើយក៏នឹកបានថាមុនពេលមកដេកនៅក្នុងកំណើព្រិលនេះនាងកំពុងតែលេងស្គីនៅខាងជាន់ខាងលើតែសុកក៏មានមនុស្សមកដាក់ថ្នាំសន្លប់នាងព្យាយាមរើបំរាស់តែស៊ឺយ៉ាងណាក៏មិនឈ្នះជនអាក្រក់បន្ទាប់ពីនោះក៏ចាំអីលែងបានរហូតមកដល់ពេលនេះខ្លាតូចដែរណាមកជួយអូនផងជួយផងនាងក្រមុំព្យាយាមស្រែកហៅរកអ្នកដែលនាងស្រឡាញ់តែសំឡេងក៏ត្រូវបានលាបត្របាក់ព្រោះតែសំឡេងខ្យល់ព្រិលឮខ្លាំងជាងជួយផងនាងក្រមុំព្យាយាមស្រែកម្ដងទៀតតែហើយក្តីសង្ឃឹមក៏រលត់ពេលងាកទៅពិនិត្យមើលជុំវិញខ្លួនក៏មិនឃើញមានមនុស្សនាងមិនដឹងថាខ្លួនឯងនៅឯណាដឹងទៅត្រឹមថាបរិយាកាសនៅជុំវិញខ្លួនពោពេញទៅដោយដើមស្រល់ដែលមានព្រិលពណ៌សតោងទៀមពេលដឹងហើយថាប្រហែលជាគ្មានអ្នកណាមកជួយបានទេទើបនាងប្រមូលកម្លាំងដែលមានតែបន្តិចបន្តួចមកជួយដល់ខ្លួនឯងព្យាយាមងើបតែវាលំបាកខ្លាំងណាស់ហើយទីបំផុតនាងក៏ងើបឈរបានសម្រេចប៉ុន្តែឈានដើមមិនបានប៉ុន្មានជំហានពំនប់ព្រិលដែលនាងកំពុងតែដើរនោះកំពុងតែស្រុតទៅក្រំភ្លាមនាងស្រែកអស់សំឡេងប្រណាក់នឹងសំឡេងព្យុះព្រិលដែលបោកបក់រាងកាយក៏រមាទៅតាមព្រិលពណ៌សដែលបាក់ស្រុតរហូតដល់ទៅបោកទៅនឹងគល់ស្រល់ធំក្បាលក៏បោកទៅនឹងគល់ស្រល់យ៉ាងខ្លាំងរហូតដល់ចេញឈាមជួយផងនាងក្រមុំឈឺពេញទាំងរាងកាយជាពិសេសក្បាលដែលត្រូវបានបោកវាឈឺដល់ថ្នាក់ចង់ផ្ទុះព្យាយាមស្រែកសុំជំនួយម្ដងទៀតបន្ទាប់ពីនោះមិនយូរប៉ុន្មានរាងកាយក៏លែងកំរើកអាត្រៀតណាស់ទៅហើយគ្រប់គ្នានៅតែតាមរកធានមីមិនឃើញហើយអ្វីដែលគួរឲ្យបារម្ភបំផុតនៅពេលនេះព្រិលកំពុងតែធ្លាក់ខ្លាំងហើយព្យុះព្រិលកំពុងតែបោកបក់យ៉ាងខ្លាំងដូចគ្នាដែរមីអូននៅឯណាមីឈីតៅស្រែកហៅនាងខ្លាំងអគ្គនាយករឿងនាំគ្នាគឺជីកឡើងទៅមើលជាន់ខាងលើម្ដងទៀតព្រោះវាគឺជាកន្លែងចុងក្រោយដែលក្រេះបានឃើញនាងប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញពេលនេះអ្នកកំឡោះគឺចាប់ផ្ដើមមានអាការៈទ្រាំចាំលេងបានហើយទាំងបារម្ភទាំងខ្វាយខ្វល់ខ្លាចគ្រោះថ្នាក់អ្វីកើតឡើងចំពោះនារីដែលគេស្រឡាញ់ហើយបើសិនជានាងកើតអីនោះគេនឹងមិនចេញថាខ្លួនឯងនឹងខូចចិត្តខ្លាំងប៉ុណ្ណាព្រោះមិនដឹងទាន់បានប្រាប់នាងថាជាពីអារម្មណ៍របស់ខ្លួនឯងនោះទេនិងសំខាន់គេមិនអាចធ្វើចិត្តព្រមទទួលយកការបាត់បង់នៅក្នុងជីវិតនេះបានទៀតនោះទេខ្លាតូចធ្វើចិត្តឲ្យតិចសិនទៅណាទោះយ៉ាងណាខាងរីសតត្រូវតាមរកធានមីឃើញហើយអានឈីដើមមកតែស្មារបស់ប្អូនប្រុសជាការលងលោមឲ្យខ្ញុំជិតតិចបានយ៉ាងម៉េចទៅនេះមីបាត់ខ្លួនច្រើនម៉ោងហើយខ្ញុំខ្លាចថាខាងរីសតរកឃើញយឺតពេលទៅហើយសំឡេងរបស់អ្នកកំឡោះធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយមានអារម្មណ៍មិនល្អទាល់តែសោះមុននឹងបបាយគ្នាទៅតាមរកឡើងម្ដងទៀតធានមីនេះអ្នកនាងនៅណាធានមីបន្ទាប់ពីតាមរកនាងក្រមុំម្ដងទៀតមិនដល់1ម៉ោងក្រោយរកបុគ្គលិករីសតក៏ស្រែកប្រាប់ដោយការសប្បាយចិត្តរកឃើញហើយគ្រាន់តែបានឮថារកឃើញហើយឈីតាក៏បានស្ទុះរត់កាត់ព្រិលទៅភ្លាមមីអូនពិតមែនមីពេលរត់មកដល់អ្នកកំឡោះក៏បានស្រែករកនាងយ៉ាងពេលមើលរៀងតូចស្ដាកដែលនៅក្នុងកំណើព្រិលឆាប់នាំនាងឡើងមកខាងលើមក
ពេលទាញចេញមកបានហើយអ្នកកំឡោះក៏រហ័សគឺដោះអាវរបស់គេដោយមិនខ្លាចថាខ្លួនឯងរងាហើយឃ្លុំឲ្យនាងភ្លាមម៉ៃបងមកជួយអូនហើយណាអូនត្រូវតែមិនអីអូនសម្លាញ់អ្នកកំឡោះអោនទៅនិយាយចិត្តមុខរបស់អ្នកស្លាប់បាត់ទៅហើយពេលនេះគឺសាច់នាងត្រជាក់និងស្ទេកស្លាំងសឹងតែទៅជាខៀវគេអោបនាងណែនព្រោះត្រូវការឲ្យនាងកក់ក្ដៅដោយមិនចាប់អារម្មណ៍ក្រសែភ្នែកអ្នកណាទាំងអស់នៅក្នុងពេលដែលគេបានមនុស្សស្រីដែលគេស្រឡាញ់មកវិញហើយគេមិនព្រមឲ្យបាត់បង់នាងទៀតជាក់ជាដាច់ខាតចំណែកគ្រប់គ្នាដែលបានឃើញទង្វើរបស់អ្នកកំឡោះក៏បាននាំគ្នារំភើបព្រោះចាប់តាំងពីមកដល់ពូរ៉េក៏មើលដឹងហើយថាពីអ្នកនេះស្នាចិត្តស្និទ្ធគ្នាកាន់តែខ្លាំងហើយក៏សប្បាយចិត្តជំនួសមីដែលអាចយកឈ្នះបេះដូងដុំថ្មរបស់ឈីតាបានមានតែក្រេះដែលឈរនៅក្រោយគេប៉ុណ្ណោះមើលដល់ក្រសែភ្នែកចងកំហឹងពេលភ្នាក់ដឹងខ្លួនទើបធានម៉ៃដឹងថាខ្លួនឯងនៅក្នុងមន្ទីរពេទ្យក្រុងសេអ៊ូលធានម៉ៃយ៉ាងម៉េចទៅហើយធានម៉ៃអានឈីស្ទុះចូលមកសួរនាំដោយការសប្បាយចិត្តពេលឃើញថាអ្នកជំងឺដឹងខ្លួនម៉ៃឈឺត្រង់ណាឬក៏អត់ដឹងទេថាបងបារម្ភខ្លាំងប៉ុណ្ណាឈីតាស្ទុះចូលមើលក្បែរក្រែសួរនាំដោយការព្រួយបារម្ភមិនអីនោះទេពេលនេះមានអារម្មណ៍ថាល្វើយឈឺពេញខ្លួនហើយក៏ឈឺមុខរបួសដែរនាងក្រមុំលើកដៃប៉ះថ្ងាសរបស់ខ្លួនឯងដែលត្រូវបានលោកគ្រូពេទ្យគឺដេជិត5ធ្នេមុននឹងប្រាប់ដោយសម្លេងស្អកសោះឈីតាដឹងដល់ទូនីតិរបស់ខ្លួនឯងទើបរហ័សទៅចាក់ទឹកដាក់កែវយកមកបញ្ចុកដល់អ្នកជំងឺផងដែរអញ្ចឹងត្រូវសម្រាប់នៅមន្ទីរពេទ្យតើតាជាណាអានឈីក៏បានប្រាប់មិនអីទេគ្រាន់តែថ្ងៃនេះខ្ញុំមិនបានទៅជួយនៅឯបុតដើម្បីត្រៀមការងារមានអារម្មណ៍ថារអៀលចិត្តណាស់ទៅហើយសូមឲ្យខ្ញុំបានទៅជួយនៅថ្ងៃដាក់សម្ផុតផងទៅចុះបើចង់ទៅចូលរួមកម្មវិធីត្រូវព្យាបាលខ្លួនឲ្យជាសិនចំណែក2ថ្ងៃដែលត្រូវត្រៀមការងារក៏មិនចាំបាច់ទៅដែរយ៉ាងណាក៏អ្នកដទៃទៀតជួយគ្នាបានស្រាប់ទៅហើយពេលឃើញអ្នកជំងឺរងទទឹងចាប់ផ្ដើមចង់ធ្វើការទើបឈីតៅត្រូវបានហាម5ក៏បានដែរចំណែករឿងថ្លៃព្យាបាលខាងក្រុមហ៊ុនគឺជាអ្នកទទួលខុសត្រូវក៏បារម្ភណាអានឈីក៏បានប្រាប់មិនអីទេអាកណិយិកាខ្ញុំចេញដោយខ្លួនឯងក៏បាននាងក្រមុំរហ័សបដិសេធដោយការក្រែងចិត្តមិនបានទេណាការពិតទៅវាគឺជាភាពថ្លៃថ្លៃរបស់ខ្ញុំបាននាំកូនចៅមកដើរលេងទាំងមូលបែរជាមើលថែមិនបានល្អសោះត្រូវមកជួបនឹងរឿងគ្រោះថ្នាក់ឯបែបនេះទៅវិញមិនពាក់ព័ន្ធនឹងអាកណិយិកាទេទាំងអស់នេះគ្រាន់តែជាឧបវេហេតុតែប៉ុណ្ណោះគ្រាន់តែបានលើពាក្យថាឧបវេហេតុគឺចេញពីមាត់របស់អ្នកជំងឺទោះជាសម្លេងដែលនិយាយមកនោះមិនសូវជាមានភាពជឿជាក់ប៉ុន្មានតែវាក៏ធ្វើឲ្យក្រេះដែលឈរនៅគៀនជញ្ជាំងលួចដកដង្ហើមធូរទ្រង់ខ្សាកមុននឹងខ្លាយទៅជាពេកមាត់ញញឹមតិចដោយការសំចិត្តក្រេះដឹងច្បាស់ថាហេតុការណ៍ដែលបានកើតឡើងនៅឯរីសតមិនមែនជាឧបវេហេតុសូម្បីតែបន្តិចព្រោះរឿងទាំងអស់គឺជាថ្វីដៃរបស់នាងពេលនោះបន្ទាប់ពីនាងហើយនឹងធានមីដែលចុះកន្ត្រកហើយនាងក៏បាននៅជ្រុំម្ខាងទៀតដើម្បីឲ្យអ្នកម្ខាងទៀតភ្លេចខ្លួនហើយពេលមានឱកាសដែលធានមីដើរទៅលេងនៅឆ្ងាយពីគេពីឯងថែមទាំងមិនទាន់បានប្រុងប្រយ័ត្នទើបនាងបានដាត់ថ្នោតសម្លាប់ដែលបានត្រៀមរួចរាល់ទៅហើយនោះអស់ទៅទុកចោលនៅខាងក្រោមជើងភ្នំដែលមានតែដើមស្រកគឺក្រាស់ក្បឹកគ្មានមនុស្សម្នាណាគឺមើលឃើញនោះទេម៉ៃប្រកាសហើយថាជាឧបវេហេតុឈៀតៅបានជ្រួញចាំសួរបញ្ជាក់ព្រោះគេក៏មិនសូវប្រកាសចិត្តនោះដូចគ្នាគឺប្រកាសចិត្តហើយច្បាស់ហើយគឺខ្ញុំមិនអើជើងធ្លាក់ទៅដោយខ្លួនឯងនាងក្រមុំប្រាប់ដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តតែការពិតនាងក៏ជាអ្នកដែលដឹងច្បាស់បំផុតថាវាមិនមែនជាឧបវេហេតុអ្វីបន្តិចនោះទេនាងនៅតែចាំបានច្បាស់មុនពេលសន្លប់ប៉ុន្តែដែលនាងមិននិយាយចេញមើលព្រោះតែថាគ្មានផុតតាំងអីមកបញ្ជាក់វាគឺឥតប្រយោជន៍តែដែលទៅចាប់កំហុសអ្នកណាទើបបានតែស្ងាត់មាត់ជ្រាបតែប៉ុណ្ណោះប៉ុន្តែកែវភ្នែកដ៏មូលខ្លំក៏សម្លឹងមើលទៅកាន់ក្រេះមិនព្រឹកហើយប្រាប់ដល់ខ្លួនឯងថាបន្ទាប់ពីនេះទៅត្រូវនៅឲ្យឆ្ងាយពីស្រីគ្រោះថ្នាក់ម្នាក់នេះឲ្យខ្លះបំផុតច្បាស់ហើយក៏ច្បាស់ទៅណាបើអញ្ចឹងធានមីសម្រាប់ទៅនឹងបានឆាប់ជាណាចាំខ្ញុំនៅកំដរ
អាការនិយាយការក៏យកអាសាចាអរគុណច្រើនមិនអីទេណាចំណែកឯខ្លាតូចឆាប់ទៅជួយមើលកូនចៅនៅឯបូតទៅអានឈីប្រាប់អ្នកជំងឺហើយក៏ងាកទៅនិយាយជាមួយនឹងប្អូនប្រុសរបស់ខ្លួនអូខេអញ្ចឹងខ្ញុំទៅសិនហើយខ្ញុំសុំតដែរឲ្យដើរលេងម្នាក់ឯងវាអត់ផ្សោកស្លាប់ហើយខ្ញុំគ្មានមិត្តភ័ក្តិទៅដើរលេងជាមួយទេសុំទៅជួយការងារបងល្អជាងណាខ្លាតូចក្រេះរហ័សចូលទៅចាប់ដៃចាប់ជើងធ្វើញែកញក់ដាក់ឈីតៅដល់ថ្នាក់ធ្វើឲ្យស្រីទាំងពីរងាកមុខចេញព្រោះតែទ្រាំមើលមិនបានតាមចិត្តគេហត់នឿយនឹងតវ៉ាហើយទើបព្រមព្រោះតែភាពនឹងធុញទ្រាន់ហើយក៏ដើរចេញពីបន្ទប់របស់អ្នកជំងឺទៅដោយភ្លេចទៅថាទង្វើបែបនេះគឺដូចជាសាងការឈឺចាប់ឲ្យអ្នកជំងឺឡើងមកម្ដងទៀតរឿងកន្លងស្មោះស្នេហ៍ភាគទី13វគ្គទី1សន្មតថាស្លេះត្រឹមតែប៉ុណ្ណឹងសិនអ្នកទាំងអស់គ្នារងចាំតើស្ដាប់នៅភាគទី14ដែលជាភាគបន្តសូមអរគុណសូមជម្រាបបាយសំណាងល្អអ្នកទាំងអស់គ្នា